កត្តាសំខាន់ចំនួន3ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូនជារៀងរាល់ថ្ងៃនេះតែម្ដងដោយសារតែការរស់នៅក្នុងយុគសម័យទំនើបនេះនៅក្នុងយុគសម័យថ្មីនេះគឺយើងប្រឈមមុខនឹងបញ្ហាសំខាន់ចំនួន3ដែលមិនអាចជៀសរួចទី1គឺកត្តាចំណីអាហាររបបអាហារដែលយើងទទួលទានរាល់ថ្ងៃទី2គឺបរិយាកាសដែលនៅជុំវិញយើងកខ្វក់មានផ្សែងពុលខ្យល់គីមីជាដើមនិងកត្តាទី3គឺកត្តាទម្លាប់មិនល្អរបស់បងប្អូនយើងហើយអាកត្តាមហូបអាហារប្រចាំថ្ងៃនេះបងប្អូនមានដូចជាបន្លែផ្លែឈើត្រីសាច់និងអាហារជាច្រើនដែលមានផ្ទុកនូវសារជាតិពុលសារជាតិគីមីនិងសារជាតិដែលប៉ះពាល់ដល់សុខភាពរបស់បងប្អូននេះជារៀងរាល់ថ្ងៃដែលមិនអាចគេចរួចបានទេកត្តាទី2គឺជាកត្តាបរិយាកាសដែលមានផ្សែងពុលផ្សែងគីមីចេញពីរោងចក្រហើយបច្ចុប្បន្ននេះខ្យល់ពុលគឺកំពុងតែវាយសម្រុកខ្លាំងមែនទែននៅបណ្ដាខេត្តមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមរបស់មនុស្សជាច្រើនកត្តាទី3គឺទម្លាប់មិនល្អរបស់មនុស្សគ្រប់គ្នាកត្តាទម្លាប់មិនល្អនេះមានរាប់បញ្ចូលទាំងការមិនដែរហាត់ប្រាណការហូបទឹកមិនបានគ្រប់គ្រាន់មែនទេបងប្អូនគេងមិនបានគ្រប់គ្រាន់ដោយសារតែការប្រើប្រាស់ទូរស័ព្ទដល់យប់ជ្រៅអញ្ចឹងអាកត្តាទាំង3សំខាន់នេះហើយដែលធ្វើឲ្យបងប្អូនយើងគ្រប់គ្នាមានបញ្ហាសុខភាពដូចជាជំងឺលើសឈាមជំងឺទឹកនោមផ្អែមជំងឺមហារីកជំងឺកាពះពោះវៀនហើយនឹងជំងឺផ្សេងជាច្រើនទៀតដូច្នេះហើយបើសិនជាបងប្អូនកំពុងតែមានអាការៈមិនស្រួលហើយកំពុងតែសង្ស័យថាខ្លួនឯងនេះមានជំងឺនេះមានជំងឺនោះនិងជំងឺផ្សេងទៀតសូមបងប្អូនអញ្ជើញទៅពិគ្រោះយោបល់ពិនិត្យឆែកសុខភាពជាមួយនឹងមន្ទីរពេទ្យដែលបងប្អូនជឿទុកចិត្តបំផុតដើម្បីឲ្យដឹងច្បាស់តែម្ដងជៀសវាងកុំឲ្យអាជំងឺទាំងអស់នោះវាវិវត្តខ្លួនទៅជាជំងឺធ្ងន់ធ្ងរទៅជាជំងឺព្យាបាលពេទ្យជួយលែងបានណាបងប្អូនអញ្ចឹងសូមប្រញាប់ទៅពិនិត្យនិងឆែកសុខភាពទៅឬមួយក៏បងប្អូនអាចតាក់ទងខ្ញុំតាមលេខទូរស័ព្ទ2ខ្សែ090 93 07 19 076 76 50 445ខ្ញុំរងចាំបងប្អូនគ្រប់ពេលសូមអរគុណ